ព្រះគាថាធម្មបទភាគ1រឿងព្រះចក្ខុកបាលថេរៈកាលព្រះបរមសាស្តាទ្រង់ទេសនាប្រារព្ធថេរៈឈ្មោះចក្ខុកបាលកាលពីព្រះថេរៈអង្គនេះលោកគង់នៅជាក្រហមមិនទាន់បានចូលមកបួសនោះលោកបានចូលទៅស្ដាប់ព្រះធម៌ទេសនារបស់ព្រះពុទ្ធជាម្ចាស់ហើយកើតសេចក្តីជ្រះថ្លាក្នុងព្រះធម៌ទេសនានោះយ៉ាងក្រៃលែងមានចិត្តប្រាថ្នាចង់បួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាលុះត្រឡប់មកផ្ទះវិញក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យដល់ប្អូនប្រុសរបស់ខ្លួនស្រេចហើយទើបសុំលាប្អូនទៅបួសក្នុងសំណាក់នៃព្រះសាស្តាលុះបួសបាន5ព្រះវស្សាលោកក៏បានចូលទៅក្រាបថ្វាយបង្គំសូមរៀនព្រះកម្មដ្ឋាននិងព្រះសម្មាសម្ពុទ្ធបន្ទាប់មកក៏បានថ្វាយបង្គំលាព្រះអង្គទៅបំពេញសាមណធម៌ព្រមជាមួយព្រះភិក្ខុសង្ឃជាបរិវារប្រមាណ60អង្គព្រះថេរៈលោកមានសេចក្តីព្យាយាមយ៉ាងខ្លាំងក្លាបំផុតក្នុងការបដិបត្តិធម៌លោកបានតាំងចិត្តសច្ចាអធិដ្ឋានថាអាត្មាអញនឹងមិនសឹងរហូតអស់រយៈ3ខែនៅក្នុងរដូវភ្លៀងនេះនៅក្នុងវស្សានោះរោគក្នុងភ្នែកក៏បានកើតឡើងដល់ព្រះថេរៈគ្រូពេទ្យបានមកជួយព្យាបាលរក្សារោគប្រគេនព្រះថេរៈហើយបានអារាធនានិមន្តឲ្យព្រះថេរៈសឹងបន្តក់ថ្នាំចូលតាមភ្នែកតែព្រះថេរៈលោកមិនព្រមសឹងបន្តក់ថ្នាំតាមគ្រូពេទ្យប្រាប់សោះព្រោះលោកបានតាំងចិត្តសច្ចាហើយថានឹងមិនសឹងរហូត3ខែអាស្រ័យហេតុនេះហើយរោគភ្នែកនោះក៏រឹងរឹតតែកម្រើករកម្មឈឺផ្សាជាខ្លាំងឡើងរាល់ថ្ងៃមិនយូរប៉ុន្មានផ្នែកទាំងសងខាងរបស់ព្រះថេរៈក៏បានបែកធ្លាយងងឹតខ្វាក់មើលអ្វីឡើងឃើញទាំងអស់ព្រមជាមួយគ្នានឹងការបានសម្រេចព្រះអរហត្តផលលុះថ្ងៃចេញវស្សាព្រះថេរៈបានចម្រើនពរពួកញាតិញោមឧបាសកឧបាសិកាដើម្បីនឹងទៅកល់ព្រះបរមសាស្តាដែលព្រះអង្គប្រថាប់គង់នៅក្នុងវត្តព្រះចេតពុនមហាវិហារទីក្រុងសាវត្ថីនៅក្នុងរាត្រីបច្ឆិមយាមក្រោយពេលភ្លៀងឈប់ធ្លាក់ហើយព្រះថេរៈបានដើរចង្ក្រមទៅមកចំសត្វមេភ្លៀងស្លាប់អស់ជាច្រើនព្រោះលោកមើលមិនឃើញនិងមិនមានចេតនាគិតនឹងសម្លាប់សត្វទាំងនោះផងដែរស្អែកព្រឹកឡើងស្រាប់តែមានភិក្ខុអាគន្តកៈជាច្រើនអង្គបានចូលទៅកន្លែងព្រះចក្ខុកបាលហើយឃើញមេភ្លៀងស្លាប់ជាច្រើននៅក្នុងទីចង្ក្រមរបស់ព្រះថេរៈក៏បានថ្មេះតេះដៀលព្រះថេរៈដោយប្រការផ្សេងហើយបាននាំយករឿងនោះទៅក្រាបទូលដល់ព្រះសាស្តាព្រះសាស្តាទ្រង់ត្រាស់នឹងភិក្ខុទាំងនោះថាមនាលភិក្ខុទាំងឡាយមរណចេតនាគឺជាចេតនាគិតនឹងសម្លាប់សត្វមិនមានឡើយចំពោះព្រះថេរៈដែលជាព្រះអរហន្តខៃណាស្របភិក្ខុអាគន្តកៈទាំងនោះបានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់បបិទ្ធព្រះអង្គដ៏ចម្រើនព្រះចក្ខុកបាលជាព្រះអរហន្តខៃណាស្របចុះហេតុអ្វីបានជាផ្នែកខ្វាក់ព្រះសាស្តាទ្រង់ត្រាស់សម្ដែងអតីតនិទានថាកាលពីអតីតកាលព្រះថេរៈលោកធ្លាប់ធ្វើជាគ្រូពេទ្យមើលអ្នកជំងឺភ្នែកសម័យមួយលោកគ្រូពេទ្យនោះបានទៅព្យាបាលជំងឺភ្នែកឲ្យស្ត្រីម្នាក់នៅតាមជនបទស្រីនោះបានសន្យាជាមួយគ្រូពេទ្យថាបើលោកគ្រូពេទ្យអាចរក្សាព្យាបាលជំងឺភ្នែកនាងខ្ញុំឲ្យភ្លឺដោយពីដើមវិញនោះនាងខ្ញុំព្រមទាំងកូនប្រុសស្រីនឹងធ្វើជាទាស័យចាំបម្រើលោកគ្រូលុះគ្រូពេទ្យរក្សាភ្នែកនាងជាដោយដើមហើយនាងបែរជានិយាយកុហកគ្រូពេទ្យថាលោកគ្រូពេទ្យភ្នែករបស់នាងខ្ញុំឥឡូវនេះមិនជាទេវារឹតតែឈឺលើសជាងពីដើមទៅទៀតព្រោះនាងមិនចង់ទៅបម្រើគ្រូពេទ្យនោះឯងចំណែកគ្រូពេទ្យបានឮស្ត្រីនោះនិយាយកុហកដូច្នេះហើយមានចិត្តក្រោធខឹងខ្លាំងណាស់បានយកថ្នាំពឹសមកឲ្យនាងលាបធ្វើឲ្យភ្នែករបស់នាងខ្វាក់ទាំងសងខាងមើលអ្វីលែងឃើញទាំងអស់ព្រោះបាបកម្មដែលព្រះថេរៈបានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកនេះឯងបានជាព្រះថេរៈត្រូវទទួលនៅបាបកម្មនោះវិញគឺត្រូវខ្វាក់ភ្នែកនៅក្នុងជាតិនេះជាទីបញ្ចប់នៃអតីតនិទានព្រះអង្គត្រាស់នៅព្រះគាថាថាមโนពពាំងកមាធម្មីមโนសេដ្ឋាមโนមេយីមនសាជេបតុទ្ធេនៈភាសតិ
វាករោតិវាតតោណាំងទុក្ខមេនតិចក្កាំងវហតោបទាំងធម៌ទាំងឡាយមានចិត្តជាធំមានចិត្តប្រសើរបំផុតសម្រាប់មុខពីចិត្តបើបុគ្គលមានចិត្តត្រូវតោសៈបទុសរាយហើយទោះបីនិយាយក្តីធ្វើក្តីក៏អាក្រក់ដែរព្រោះអំពើអាក្រក់នោះឯងសេចក្តីទុក្ខរមែងដេញតាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមស្នាមជើងគោដែលអូសនឹមរទេះយ៉ាងដូចនេះឯងក្នុងការស្ដាប់ព្រះធម៌ទេសនាភិក្ខុចំនួន 3000 រូបបានសម្រេចព្រះអរហន្តព្រមទាំងបដិសម្ពិទាព្រះធម៌ទេសនាមានគុណប្រយោជន៍ដល់ជនជាច្រើនអត្ថកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រទី2ដល់46នៃព្រះសតនបិដកលេខ52ទំព័រ21ចប់សូមអនុមោទនា